ថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនមកឆាបង្គាជាមួយនឹងផ្កាខាត់ណាតាមរបៀបផ្ទះរបស់ខ្ញុំហើយរបៀបផ្ទះរបស់ខ្ញុំគឺមិនខុសពីផ្ទះបងប្អូនប៉ុន្មានទេប៉ុន្តែគ្រាន់តែខ្ញុំចង់បង្ហាញហើយថ្ងៃនេះខ្ញុំមានបង្គាចំនួនកន្លះគីឡូហើយនឹងផ្កាកាត់ណាចំនួន2ផ្កាហើយខ្ញុំយកតែផ្កាទេចំណែកឯដើមគឺខ្ញុំបោះចោលហើយសម្រាប់បង្គាគឺខ្ញុំបានយកទៅស្រុះទឹកក្តៅអ៊ុនៗរួចហើយយកវាមកត្រាំជាមួយទឹកកកបន្តិចខ្លាច់វាបាក់សាច់ហើយក៏ធ្វើឲ្យបង្គាมันមានការរឹងខ្លាំងហើយក៏มันមានសភាពជ្រេសាច់ផងដែរចំណែកឯផ្កាខាត់ណាគឺខ្ញុំកាត់វារបៀបតូចៗតែអ្នកខ្លះក៏ចូលចិត្តរបៀបធំៗក៏កាត់តាមរបៀបផ្ទះរបស់បងប្អូនបានហើយខ្ញុំគឺបានយកវាទៅលាងចំនួន2-3ទឹករួចហើយទើបយកមកស្រុះជាមួយនឹងទឹកក្តៅដែលខ្ញុំបានដាក់ជាមួយនឹងប្រេងឆាចំនួនបន្តិចផងដែរដើម្បីរក្សាឲ្យវាមានសភាពពណ៌នៅស្រស់ស្អាតដដែលចំណែកឯអ្នកខ្លះគាត់បានថែមអំបិលនៅពេលដែលយើងស្រុះវាបន្តិចប៉ុន្តែសម្រាប់ខ្ញុំគឺមិនបានបន្ថែមនៅអំបិលនោះទេព្រោះខ្ញុំគិតថានៅពេលដែលយកមកឆាគឺវានឹងត្រូវការគ្រឿងបន្ថែមទៀតហើយសម្រាប់ខ្ញុំគឺខ្ញុំដាក់បន្លែមុនដើម្បីការពារកុំឲ្យសាច់របស់យើងសាច់បង្គារបស់យើងគឺមានលក្ខណៈវល់ផងដែរហើយសម្រាប់ខ្ញុំគឺឆាដាក់តែទឹកប្រេងខ្យងទឹកស៊ីអ៊ីវស្ករសបន្តិចម្រេចហើយនឹងស្លឹកខ្ទឹមបន្ថែមពីលើតែប៉ុណ្ណោះគឺខ្ញុំមិនបានថែមប្រេងអ្វីទៀតទេឬក៏គ្រឿងអ្វីទៀតដែរប៉ុន្តែបើសិនជាផ្ទះរបស់បងប្អូនគឺចូលចិត្តនៅរសជាតិម្សៅស៊ុបឬក៏ថែមប៊ីចេងអាហ្នឹងគឺជាតិចនិចនៃការធ្វើម្ហូបរបស់បងប្អូនអាចបន្ថែមបន្តិចទៅប៉ុន្តែសម្រាប់មុខម្ហូបមួយនេះគឺមិនចាំបាច់ដាក់ប៊ីចេងឬក៏ម្សៅស៊ុបក៏ឆ្ងាញ់ដែរដោយសារយើងប្រើជាមួយនឹងទឹកស៊ីអ៊ីវដែលមានរសជាតិរាងស្លេមតិចៗស្រាប់ហើយបង្គារបស់យើងក៏មានលក្ខណៈស្លេមតិចៗដែរចាសសូមអរគុណបងប្អូនដែលបានទស្សនាជម្រាបលាបាយបាយ